បាទសួស្តីពុកម៉ែបងប្អូនបើកក្បាលវីដេអូភ្លាមឬសំឡេងសោចហ្នឹងមិនមែនអីទេអ្នកជំងឺនឹងគាត់បារម្ភគាត់ភ័យគាត់ខ្លាចអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនដែលមានបញ្ហាអាចតិចដែលនៅតិចនឹងណែនប៉ះធ្វើឲ្យមានអាការៈមិនស្រួលចង់ផ្ដាំថាយើងមិនមែនជាការងារអីវាភ័យខ្លាចទេមិនមែនជាការងារដែលគួរឲ្យបារម្ភច្រើនពេកទេយើងគ្រាន់តែប្រើសម្ភារៈពេទ្យម៉ាស៊ីនអង់ដូស្កូបយើងឆ្លោះទៅក្នុងត្រចៀកយើងមើលឃើញច្បាស់ហើយយើងសម្អាតថ្នម កន្លែងណាយើងគួរចាប់គៀបយើងចាប់គៀបវាចេញមកឲ្យស្អាតមានប្រដាប់បឺតមានប្រដាប់ចាប់គៀបគេវាចេញមកដោយសារអ្វីដែលយើងធ្វើនេះយើងមើលឃើញច្បាស់យើងអត់បារម្ភអំពីការប៉ះទង្គិចធ្ងន់ធ្ងរអញ្ចឹងយើងធ្វើបន្តិចម្ដងធម្មតាទាំងគ្រូពេទ្យទាំងដាក់ជំងឺសម្រាប់ទាំងពួកយើងមនុស្សទូទៅតែងតែបារម្ភហើយការបុករកស្ទើរស្គៀលយើងបារម្ភហើយប៉ុន្តែអ្វីដែលការបង្ហាញក្នុងវីដេអូនេះយើងគ្រាន់តែចង់ផ្ដាំផ្ញើថាការធ្វើគឺបែបហ្នឹងហើយយើងធ្វើថ្នមហើយអ្វីដែលប្រកបបជានោះគឺយើងមានម៉ាស៊ីនមានអេក្រង់ទូរទស្សន៍យើងមើលទៅឃើញច្បាស់ធ្វើហើយគឺស្អាតបែបហ្នឹងអញ្ចឹងចង់ផ្ដាំផ្ញើថាបើសិនជាបងប្អូនមានបញ្ហាតិចដូចជាហឹងតិចលមាស់តិចផ្សិតតិចឬមួយក៏យើងបារម្ភថាដូចជាមានសត្វចូលតិចឬមួយក៏យើងសង្ស័យអីមួយថាមិនប្រកបដីនៅក្នុងតិចបងប្អូនអាចអញ្ជើញមករកគ្រូពេទ្យ